នាងនឹកស្មានមិនដល់សោះថាឡានមកទទួលបែរជាមិនមែនឡានទំនើបតែជាម៉ូតូកញ្ចាស់ឯប្តីដែលមកទទួលក៏គ្រាន់តែជាអ្នករើសអេតចាយអូនស្រីចំអកថាទៅមុខទៀតបានជិះតែម៉ូតូកញ្ចាស់នឹងហើយចំណែកនាងវិញត្រូវអង្គុយយំលើឡានទំនើបតែនាងគ្រាន់តែក្រឡេកមើលក៏ចាំបានថាប្រុសម្នាក់នេះគឺជាតាមពិតនាងធ្លាប់ឃើញគេរើសអេតចាយពេលនាងដឹកអីវ៉ាន់នាងជាកូនអ្នកមានតែត្រូវគេបណ្ដេញចេញព្រោះតែមានកូនទាំងមិនទាន់រៀបការកាលពី6ឆ្នាំមុនត្រូវដើរដឹកអីវ៉ាន់ចិញ្ចឹមជីវិតស្រាប់តែថ្ងៃនេះឪពុកក៏ហៅមកវិញប្រាប់ថានឹងទទួលយកនាងស្មានតែឪពុកកែខ្លួនលើកលែងទោសឲ្យតែណាបានគាត់ហៅនាងមកជំនួសអូនស្រីឲ្យរៀបការជាមួយត្រកូលយាយអ្នករើសអេតចាយដើម្បីឲ្យអូនស្រីបានរៀបការជាមួយសេដ្ឋីត្រកូលបានបងប្អូនទាំងពីររៀបការថ្ងៃតែមួយតែពិធីទទួលគឺខុសគ្នាដាច់អ្នកចិត្តខាងនាំគ្នានិយាយដើមមិនសំចៃមកថាធ្លាប់ជាកូនអ្នកមានតែមានកូនគ្នាប្តីសំហើយដែលបានប្តីរើសអេតចាយអូនស្រីមុនពេលចេញទៅនៅឆ្លៀតមកខ្សែចំអកថាបើផ្ទះមានអេតចាយអីចាំគេខលហៅណាឲ្យមកយកដល់កន្លែងចុងក្រោយនាងក៏នាំកូនឡើងជិះម៉ូតូកញ្ចាស់មកដល់ផ្ទះខាងប្រុសចុះមកភ្លាមឃើញសុទ្ធតែដប់ចោពេញទីធ្លាកំពុងតែឈោដប់ក៏រមៀធ្លាក់មកធ្វើឲ្យនាងភ័យចង់លុបរលឹមសំណាងល្អម៉ែក្មេកចិត្តល្អគាត់ពេញចិត្តនាងខ្លាំងណាស់ថែមទាំងមិនប្រកាន់រឿងកូននាងទៀតគាត់ថាក្មេងនេះមុខដូចកូនគាត់កាលពីតូចនាងក៏សម្រេចចិត្តថាបើការហើយនឹងរស់នៅទីនេះឲ្យបានល្អស្រាប់តែអ្នកបម្រើលើកតែមកជូននាងផឹកតែមួយម៉ាត់ក៏កាំងតែនេះមិនមែនតែធម្មតាទេម៉ែក្មេកថាគាត់មិនស្គាល់ដែរគេចេះតែយកមករួចចង្អុលទៅជ្រុងផ្ទះប្រាប់ថាគោចោលពេញនឹងតែតាហុងផាវច្រើនម្លេះតែមួយម៉ាត់នឹងចូល$1,000ហើយចុះគោចោលប៉ុណ្ណឹងមិនរាប់លានបន្ទាប់មកម៉ែក្មេកក៏ហៅទៅញ៉ាំបាយនឹកស្មានមិនដល់ក្នុងផ្ទះបាយសុទ្ធតែចុងភៅលំដាប់ពិភពលោកកំពូលចុងភៅទាំង3កំពុងធ្វើម្ហូបនៅនឹងម៉ែក្មេកនិយាយសាមញ្ញថាពួកនឹងងឺថាផ្ទះយើងមានការក៏ដណ្ដើមគ្នាមកជួយគ្រាន់តែថាចុងភៅល្បីដណ្ដើមគ្នាមកធ្វើម្ហូបការនាងស្ទើរតែដាច់ភ្ងាដល់ពេលម្ហូបលើកមកនាងកាន់តែហួសចិត្តម្ហូបមួយតូននេះយ៉ាងហោចក៏រាប់សែន$ដែរនាងដឹកអីវ៉ាន់មួយជីវិតក៏គ្មានលុយញ៉ាំដែរតែម៉ែក្មេកបែរជាថាជាម្ហូបស្រុកស្រែធម្មតាទេគុំប្រកាន់អីណាឲ្យតែនាងមិនប្រកាន់ព្រមធ្វើជាកូនប្រសារតកោយេយើងគឺជាគ្រួសារតែមួយហើយនិយាយចប់ក៏ឲ្យកូនប្រុសយកកាដូដែលបានត្រៀមទុកយកមកឲ្យប្រពន្ធនាងបើកប្រអប់មើលឃើញសុទ្ធតែមាសសុទ្ធពេជ្រសុទ្ធពេញនឹងនាងទាំងនិយាយលេងចេញពេលឃើញនាងធ្វើមុខបែបហ្នឹងក៏សួរថាអូនមិនពេញចិត្តមែនទេបើមិនពេញចិត្តបងដូរឲ្យថ្មីនាងប្រញាប់បដិសេធថាពេញចិត្តខ្លាំងណាស់តែវាថ្លៃពេកហើយប្តីក៏ដកកាត់ធនាគារពីទៀតហើយប្រាប់ថាទុកសម្រាប់ចាយលេងនាងស្គាល់កាត់នេះលើលោកមានតែ10សន្លឹកទេតែគាត់បែរជាមានដល់ទៅ2នាងលេងហ៊ានភ្ញាក់ផ្អើលទៀតហើយផ្ទះបងពិតជារើអេតចាយមែនហេនឹងហើយអាជីពធំរបស់ផ្ទះបងគឺរើអេតចាយនឹងឯងតាំងពីរបស់តូចតាចរហូតដល់យន្តហោះឲ្យតែអេតចាយគឺផ្ទះបងមកទាំងអស់ឥឡូវហ្នឹងមុខរបរយើងមានគ្រប់ប្រទេសលើពិភពលោកនៅមានអណ្ដូងរ៉ែខ្លះទៀតដែរនាងក៏សួរដោយប្រយ័ត្នប្រយែងអញ្ចឹងផ្ទះបងមានលុយច្រើនណាស់មែនទេប្តីឆ្លើយបែបអៀនថាក៏មិនច្រើនប៉ុន្មានដែរលុយភាគច្រើនគឺកប់ក្នុងមុខរបរអស់ហើយសាច់ប្រាក់សុទ្ធតែចាយបានមានតែខ្ទង់$20,000លានហ្នឹងបើអូនចង់បានចាំស្អែកបងកាត់ឈ្មោះឲ្យអូនទាំងអស់នាងទាំងស្គប់តែម្ដងនឹកអស់ក្នុងចិត្តអញធ្លាក់ចូលក្នុងគំនោមាសពេជ្រហើយតានេះចំណែកឯប្អូនស្រីចិត្តអាក្រក់វិញកំពុងគិតថាបងស្រីប្រហែលជាកំពុងលុតជង្គង់ឬសម្រាប់ហើយជាតិនេះត្រូវនៅក្រោមបាតជើងនាងជារៀងរហូតស្រាប់តែយប់សំដំណេកប្តីបែរជាបង្ខំឲ្យនាងលុតជង្គង់លាងជើងឲ្យទៅវិញនាងប្រកែកប្តីក៏ចាប់បោកនាងទៅលើឥដ្ឋហើយគំរាមថានាងឯងរៀបការចូលត្រកូលវាងយើងហើយគឺជារបស់ត្រកូលវាងទូនីតិរបស់នាងមានតែម្យ៉ាងគត់គឺបំរើយើងឲ្យបានល្អយល់នៅចុងក្រោយនាងត្រូវបង្ខំចិត្តលុតជង្គង់លាងជើងឲ្យប្តីទោះជាយ៉ាងនេះនាងនៅតែលួងចិត្តខ្លួនឯងថាទោះជាលាងជើងឲ្យសេដ្ឋីក៏នៅប្រសើរជាងបងស្រីដែលយកប្តីរើសអេតចាយដែរព្រឹកស្អែកឡើងម៉ែក្មេកក៏ប្រាប់ឲ្យកូនប្រុសនាំប្រពន្ធកូនទៅទិញខោអាវបើទិញមិនពេញទូមិនបាច់ត្រឡប់មកវិញទេនាងប្រញាប់ប្រាប់ថាមិនបាច់ច្រើនពេកទេម៉ែក្មេកតបថាមនុស្សប្រុសរកលុយគឺទុកឲ្យប្រពន្ធចាយនឹងហើយប្តីក៏ខលចាត់ចែងភ្លាមអ្នកគ្រប់គ្រងផ្សារទំនើបទទួលទូរស័ព្ទហើយក៏ប្រមូលបុគ្គលិកប្រកាសថាបន្តិចទៀតមានភ្ញៀវវេបមកត្រូវតែទទួលឲ្យបានល្អហាមមានកំហុសឲ្យសោះអ្នកគ្រប់គ្រងនិយាយមិនទាន់ចប់សេដ្ឋីវាងនោះក៏នាំប្រពន្ធមកដល់ចូលមកដល់ភ្លាមស្រែកភ្លាមយកខោអាវទាំងអស់ក្នុងហាងឲ្យប្រពន្ធយើងសាកគ្រប់គ្នាហើយក៏ស្មានថាជាភ្ញៀវវេបដែលមេប្រាប់ក៏នាំគ្នារត់ទៅទទួលយ៉ាងរាក់ទាក់ពេលនោះដែរនាងក៏នាំកូនមកដល់ដែរបុគ្គលិកខាត់មិនឲ្យចូលសុំទោសអ្នកនាងហាងយើងកំពុងទទួលភ្ញៀវពិសេសមិនទាន់ទទួលភ្ញៀវក្រៅទេអ្នកនាងចូលមិនបានទេបើចង់ដើរមើលអីវ៉ាន់ចាំស្អែកសឹមមកចុះប៉ុន្តែប្តីខ្ញុំប្រាប់ថាឲ្យមកហាងនឹងតើប្តីនាងខ្ញុំមើលទៅនាងដូចអ្នកដឹកអីវ៉ាន់ប្តីនាងក៏ដឹកអីវ៉ាន់ដែរមែនទេតាំងពីអង្កោតែអ្នកដឹកអីវ៉ាន់មានលុយចូលទិញរបស់នៅហាងយើងនេះគាត់មកលេងសើចទេដឹងប៉ាខ្ញុំមិនមែនអ្នកដឹកអីវ៉ាន់ទេធំកុំមកកូនគេមិនស្វាគមន៍យើងទេតោះយើងទៅអូយនេះមិនមែនបងស្រីសម្លាញ់ចិត្តអូនទេនិយាយត្រូវហើយពួកនាងនិយាយខុសហើយណាប្តីគាត់មិនមែនអ្នកដឹកអីវ៉ាន់ទេប្តីគាត់នឹងជាអ្នករើសអេតចាយថាហើយតើបានជាមានក្លិនស្អុយតាមពិតជាពួកអេតចាយសោះចៃដល់ណាស់មិននឹកស្មានថាជួបគ្នានៅទីនេះប្តីខ្ញុំនាំខ្ញុំមកទិញខោអាវចុះបងឯងមកដឹកអីវ៉ាន់ឲ្យគេហេអានេះខ្ញុំចាំថាហាងនេះដូចជាមានច្បាប់មួយមានច្បាប់នឹងមែនពួកស្លៀកពាក់ក្រយេកក្រយ៉ាកហាមចូលទៅនៅបងស្រីសម្លាញ់ខ្ញុំក៏មកទិញខោអាវដែរហេតុអីចូលមិនបានខ្ញុំមានសិទ្ធិអីចូលមិនបានអូយខ្ញុំស្ដាប់ច្រឡំទេដឹងនាងឯងជាអ្នកដឹកអីវ៉ាន់យកប្តីរើសអេតចាយមានលុយចូលទិញខោអាវនៅហាងលំដាប់នឹងដែរដឹងអត់ថាខោអាវមួយកំភ្លេនៅនឹងថ្លៃប៉ុន្មានយយស្មានតែអ្នកណាគេតាមពិតជាបងថ្លៃសោះឮថាបានប្តីជាអ្នករើសអេតចាយចុះហាអេតចាយនោះទៅណាហើយមិនឃើញក្បាលវាអញ្ចឹងសង្ស័យតែនៅយាមម៉ូតូកញ្ចាស់នៅខាងក្រោមទេដឹងខ្លាចគេលួចម៉ូតូហេអូយ
ប្តីសម្លាញ់អ្នកណាទៅលួចម៉ូតូអេតចៃដល់សែនស្អុយគ្រូនោះមិនប្រកាសទេប្រហែលជាកំពុងសុំទានគេនៅផ្លូវយកលុយទិញស្រោមជើងពួកឯងហ៊ានដមាត់យើងផងពួកអាក្រក់ហាំវីម៉ាក់ខ្ញុំអាល្អិតនេះឯងហ៊ានរុញយើងបងមិនអីទេហ៎អាឆ្កែតូចមើលអញធ្វើស្អីខ្លះអាវយើងដាច់អស់ហើយសងលុយមកអាវនេះ$150,000យកលុយមក$150,000មិនក៏ឲ្យពួកខ្ញុំសងរឿងនេះមកពីគាត់រកវីខ្ញុំមុនតើពួកឯងមិនក៏មិនរកខុសត្រូវលើគាត់ឆាប់យកលុយមកបើមិនអញ្ចឹងទេយើងឲ្យសន្តិសុខហើយស៊ីវ៉ាន់យេងខ្ញុំដឹងថាបងឯងគ្មានលុយទេឃើញថាជាបងប្អូននឹងគ្នាឲ្យតែបងឯងលុតជង្គង់ស្រែក3ដងថាខ្ញុំជាស្រីថោកទាបលុយនេះចាំខ្ញុំសងជំនួសមិនដែរអត់ទេលុតជង្គង់មិនទាន់គ្រប់ទេត្រូវដោះខោអាវចេញទៀតពួកឯងកុំធ្វើបាបគេពេកនាងនិយាយត្រូវហើយពួកយើងកំពុងធ្វើបាបនាងឯងនឹងនាងឯងធ្វើអីបានចង់បន្ទោសទៅបន្ទោសប្តីនាងឯងទៅដែលគ្មានបានការមួយថ្ងៃនៅតែជាមួយសម្រាមស្រែកថាថោកទាប3ដងដូរបាន$150,000ចំណេញណាស់ណាប្រពន្ធសម្លាញ់មើលទៅនាងមិនចង់ធ្វើទេបើអញ្ចឹងចាំបងជួយសម្រួលឲ្យកាច់ម្រាមដៃមួយគិត$50,000សំហាច់ផទេសន្តិសុខចាប់អាល្អិតនេះឲ្យជាប់កុំធ្វើអីកូនខ្ញុំឲ្យតែមិនធ្វើបាបថងខ្ញុំព្រមលុតជង្គង់ឲ្យហើយនៅគិតអីទៀតឆាប់ដោះខោអាវភ្លាមទៅទុកពេលឲ្យតែ1នាទីទេបើដោះមិនអស់ទេដៃកូនប្រុសសំណប់ចិត្តនាងឯងមិនធានាថាវានៅជាប់ខ្លួនទេណារាប់ថយក្រោយនៅសល់30វិនាទីពួកឯងកុំធ្វើបាបម៉ាក់ខ្ញុំសុំអង្វរឲ្យតែមិនធ្វើបាបថងយឺតពេកហើយអត់មានទេថងចង់រកមកអេប៉ាមកហើយប៉ាមកជួយពួកយើងហើយប្តីបងពួកវាចោទថងថាថងធ្វើឲ្យរហែកអោក្នុងហាងគេទា$150,000ថែមទាំងចង់កាច់ដៃកូនទៀតស្អីគេពួកនេះឈួតហើយមែនទេប៉ាថងមិនបានធ្វើដាច់ទេណាថាហើយតើស្អុយម្លេះតាមពិតស្ដេចអេតចៃមកដល់សោះហាអាអេតចៃមកត្រូវពេលល្អណាស់ឆាប់សងលុយមកពួកឯងថាថងធ្វើឲ្យរហែកអាវមានភូស្តាំងទេភូស្តាំងស្អីទៀតមនុស្សប៉ុន្មានអ្នកឃើញផ្ទាល់ភ្នែកថាវាធ្វើឲ្យរហែក$150,000មួយរៀលក៏មិនឲ្យខ្វះដែរត្រូវតែសងអូនកុំភ័យចាំបងដោះស្រាយហាឯងដោះស្រាយអាអេតចៃដូចឯងមានស្អីមកដោះស្រាយយកម៉ូតូកញ្ចាស់ខាងក្រោមមកសងឬយកគំនរអេតចៃនៅផ្ទះឯងមកសងជំនួសហាជិលខ្ញុំបានតែហាមជិលប្តីខ្ញុំមីថោកទាបបិទមាត់ទៅឆាប់លុតជង្គង់ភ្លាមឲ្យគេឃើញថាគ្មានលុយសងវាមានលទ្ធផលបែបណាឈប់អាពូអត់ភ្នែកហ៊ានធ្វើចរិតបែបនឹងដាក់លោកស្រីយេផងស្អីគេលោកស្រីយេហាបើមិនដឹងថាវាបានប្តីរើសអេតចៃទេស្មានតែជាលោកស្រីយេមែនតែនហើយវាសមនឹងឈ្មោះនឹងដែរលេងខ្ញុំហ៊ានណាស់លោកស្រីយេគឺជាភរិយារបស់លោកប្រធានយេម្ចាស់ផ្សារនេះពួកឯងកុំចេះតែហ៊ានផ្សារនេះមានលោកប្រធានតាំងពីអង្កាលអាស្មុំយីចំណឹងហើយលោកប្រធានអញ្ចឹងខ្ញុំជាម៉ែលោកប្រធានហើយហាតោះទៅយើងហៅមនុស្សមកចាត់ការអាពូអត់ភ្នែកអស់នេះពូកែសម្ដែងណាស់សម្ដែងតិចបានហើយស្មានតែខ្លួនឯងជាលោកប្រធានមែនទេឆាប់ហៅគេមកអាពូថោកទាបហ៊ានអុកលុកក្នុងផ្សារទំនើបរបស់យើងអូសក្បាលវាទៅវាឲ្យចាស់ដៃទៅលេងយើងជាអ្នកចាត់ការទូទៅប្រចាំតំបន់ពួកឯងប៉ះមនុស្សខុសហើយប្រយ័ត្នស្ដាយក្រោយខ្ញុំជាអ្នកចាត់ការទូលេងភ្លាមអាអេតចៃទូដែលឯងជួលមកសម្ដែងមិនសូវសំសោះ1ឆាប់លុតជង្គង់ព្រោះដូចឆ្កែ2សងលុយបើមិនអញ្ចឹងទេហ៊ានជិលប្រពន្ធរបស់យេឈីងសានផងយេឈីងសានណាគេអញហ៊ានពីប្តីយើងអញងាប់មិនខានទេបងកើតអីអត់អាអេតចៃអញហ៊ានវាយើងផងយើងជាអ្នកបន្តវេនត្រកូលវាងគ្រាន់តែយើងកម្រើកម្រាមដៃក៏អាចកិនឯងឲ្យខ្ទេចបានដែរចង់ធ្វើអីយើងឈ្មោះយេឈីងសានអាអេតចៃកុំមកធ្វើរកប្តីយើងខតែមួយទូរស័ព្ទពួកឯងនឹងងាប់គ្មានកន្លែងកប់មិនខានមែនហ៎
អូនកុំភ័យមិនមានរឿងអីទេបងចង់ដឹងណាស់ថាតើពួកឯងធ្វើឲ្យយើងងាប់ដោយរបៀបណាបងអាអេតចាយនេះយូរណាស់បងមិនត្រូវលេងវាទេណាអាអេតចាយឈាមក្នុងខ្លួនឯងធំសុទ្ធតែក្លិនសម្រាមមិនបាច់ចាំដល់ដៃយើងទេយើងខលទៅអ្នកចាត់ការសុងឲ្យមកពន្លះឯងជា8ពីងឥឡូវហើយចម្លែកណាស់លោកចេនរកឃើញនៅថាលោកប្រធានមកដល់ត្រង់ណាហើយអាឡូស្អីគេហ៊ានមកអុកលុកនៅថ្ងៃពិសេសបែបនេះផងលោកវាងកុំបារម្ភខ្ញុំនឹងចាត់ការឲ្យស្អាតតោះទៅអាណាចង់ងាប់ហ៊ានមកលោឡាក្នុងទឹកដីរបស់យើងលោកប្រុសវាងមកដល់ហើយពិតជាមានកិត្តិយសណាស់ដែលលោកមកទីនេះជំទាវវាងក៏ស្រស់ស្អាតដាច់គេដែលថ្ងៃនេះអ្នកចាត់ការសុងគ្រូសាអាអេតចាយ3នាក់នេះមកអុកលុកក្នុងហាងធ្វើចរិតពៀលលោកឆាប់ចាត់ការមើលហ៊ានមកអុកលុកក្នុងផ្សារទំនើបយើងមើលទៅពួកឯងមិនស្គាល់ថាទីនេះជាកន្លែងណាទេតាមច្បាប់កាច់ម្រាមដៃម្នាក់មួយកុំពួកលោកកុំចូលមកអាពួកពៀលបែបនេះខ្ញុំជួបច្រើនណាស់ថ្ងៃនេះបើមិនដាក់មេរៀនខ្លះកុំស្មានថាហាងយើងស្រួលលេងជាមួយនៅឈរធ្វើអីទៀតឈប់សិនបើកភ្នែកមើលឲ្យច្បាស់ថាលោកចង់កាច់ម្រាមដៃអ្នកណាភាគក្រោយកាន់តែល្អមើលចុច link ខាងក្រោមដើម្បីមើលលទ្ធចប់